ស្ដៅគឺជារុក្ខជាតិដែលមានរសជាតិល្វីងមនុស្សមួយចំនួនគឺមិនសូវចូលចិត្តរសជាតិវាទេហើយតែមួយចំនួនទៀតគឺចូលចិត្តញ៉ាំស្ដៅមែនទែនដោយសារស្ដៅមានរសជាតិឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាស្ដៅត្រូវបានគេយកមកធ្វើម្ហូបសម្រាប់ទទួលទានយ៉ាងឆ្ងាញ់ពិសាយកមកញ៉ាំក៏ដូចជាធ្វើលក់តាមចំណង់ចំណូលចិត្តដែលបងប្អូនទាំងអស់គ្នាចង់យកទៅពិសាហើយស្ដៅក៏ជាថ្នាំធម្មជាតិសម្រាប់ព្យាបាលជំងឺបានយ៉ាងច្រើនមុខផងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបងប្អូនទាំងអស់គ្នាណាដែលចូលចិត្តញ៉ាំស្ដៅគឺល្អមែនទែនដោយសារវាជំនួយដល់សុខភាពណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំស្ដៅគឺល្អហើយការខ្ចីខ្ចីរបស់ស្ដៅអាចជាបាលអាការៈពឹសក្នុងឈាមឈឺបំពង់កហៀសម្បោរហើយត្រួយរបស់ស្ដៅក៏អាចជួយព្យាបាលជំងឺតម្រងនោមក៏ដូចជាឫសដងបាតផងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគឺអត់មានអីខាតទេបើយើងចូលចិត្តញ៉ាំស្ដៅគឺត្រូវហើយគឺលក្ខណៈជាថ្នាំពីធម្មជាតិណាបងប្អូនទាំងអស់គ្នាហើយបើចង់កាន់តែច្បាស់បងប្អូនទាំងអស់គ្នាអាចចូលទៅ Google search មើលបានហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាសាឡាត់ស្រួយគឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយជាតិវីតាមីនច្រើនមុខណាបងប្អូនទាំងអស់គ្នាហើយក៏ជាបន្លែមួយប្រភេទដែលពេញនិយមខ្លាំងដែរមិនថាក្រុងមិនថាស្រែទេគឺចូលចិត្តញ៉ាំវាដោយសាររសជាតិវាឆ្ងាញ់ហើយស្រួយណាបងប្អូនទាំងអស់គ្នាបើតែយើងចង់ឲ្យវាឆ្ងាញ់ហើយតែខ្លាំងគឺគ្រាន់តែក្លាសេទៅកកឲ្យត្រជាក់បន្តិចទៅគឺធានាថាឆ្ងាញ់មែនតើហើយបងប្អូនទាំងអស់គ្នាបើញ៉ាំសាឡាត់ស្រួយរាល់ថ្ងៃហ្នឹងតិចអត់ដឹងអត្ថប្រយោជន៍របស់សាឡាត់ស្រួយណាគឺវាមានអត្ថប្រយោជន៍ច្រើនមុខមែនតើជួយទៅដល់សុខភាពរបស់យើងហើយដំណាំបន្លែប្រភេទនេះក៏ងាយស្រួលក្នុងការដាំដុះដែរបងប្អូនទាំងអស់គ្នាហើយឥឡូវនេះយើងមកដឹងពីអត្ថប្រយោជន៍របស់សាឡាត់ស្រួយណាបងប្អូនទាំងអស់គ្នាសាឡាត់ស្រួយគឺមានគុណប្រយោជន៍មែនទែនជំនួយបេះដូងធ្វើឲ្យឆ្អឹងរឹងមាំប្រឆាំងអុកស៊ីតកម្មប្រឆាំងជំងឺមហារីកកាត់បន្ថយជាតិខ្លាញ់សម្បូរវីតាមីនជំនួយរាងកាយមាំមួនបង្កើនការចងចាំវីតាមីនផ្សេងគឺច្រើនមុខមែនទែនបាច់រៀបរាប់ច្រើនទេបងប្អូនចង់ដឹងច្បាស់បាទចូល Google search មើលទៅហើយបន្លែប្រភេទនេះគឺពេញនិយមមែនទែនមិនថាស្រុកយើងស្រុកគេទេគឺគេចូលចិត្តញ៉ាំវាខ្លាំងមែនទែនហើយកុំភ្លេចបងប្អូនទាំងអស់គ្នាបាទជួយ share វីដេអូនេះម្នាក់មួយផងណាដើម្បីចែករំលែកឲ្យបងប្អូនយើងដឹងណាហើយពេល share ឲ្យទៅបើកអង្គនៅសាលាឃុំទាំងអស់គ្នាស្លឹកល្ងៀងមិនត្រឹមតែជាបន្លែធម្មជាតិនោះទេថែមទាំងជាឱសថជួយកាត់បន្ថយជំងឺមហារីកថ្លើមជំងឺសរសៃឈាមបេះដូងនិងជួយកាត់បន្ថយជាតិពុលចេញពីឈាមបានទៀតផងបងប្អូនទាំងអស់គ្នាហើយស្លឹកល្ងៀងនេះដែរគឺជារុក្ខជាតិប្រភេទស្លឹកដែលដុះនៅតាមព្រៃភ្នំដែលគេតែងតែនិយមបេះវាយកមកធ្វើលក់ឬក៏ស្លហើយមានរសជាតិជូរនិងចត់បន្តិចបងប្អូនទាំងអស់គ្នាប៉ុន្តែវាមានរសជាតិឆ្ងាញ់បែបធម្មជាតិណាហើយសារធាតុផ្សំនៅក្នុងស្លឹកល្ងៀងនេះគឺជួយទប់ស្កាត់ជំងឺមហារីកថ្លើមនិងជួយដល់សុខភាពរបស់យើងណាបងប្អូនទាំងអស់គ្នាហើយវាអាចនឹងជួយការពារជំងឺមហារីកផ្សេងផងដែរអញ្ចឹងហើយបងប្អូនទាំងអស់គ្នាដែលមានបញ្ហាសុខភាពអាចបរិភោគស្លឹកល្ងៀងនៅបានញឹកញាប់តិចទៅព្រោះវាគឺជាបន្លែធម្មជាតិក៏ដូចជាឱសថធម្មជាតិជួយយើងផងដែរបងប្អូនទាំងអស់គ្នាហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាមកកុំភ្លេចជួយ like share វីដេអូនេះម្នាក់មួយផងណា